រទស្សនិកជនដែលកំពុងទៅតាមដានទស្សនាកម្មវិធីច្បាប់ជាវ័យជាទីគោរពបាទកម្មវិធីច្បាប់វិលមកជួបលោកអ្នកតាមពេលនឹងមកដដែលហើយមានការផ្សាយតាមរយៈកម្មវិធីទូរទស្សន៍ CNC និង CTN ហើយថ្ងៃនេះក៏ជួបជាមួយនឹងលោកគីអ៊ីវដែលជាសមាជិកមេធាវីនៃព្រះរាជាណាចក្រកម្ពុជាហើយដែលជាវាគ្មិនឆ្លើយសំណួរញឹកញាប់ច្រើនជាងគេនៅក្នុងកម្មវិធីច្បាប់ជាវ័យបាទហើយតាកតងទៅនឹងថ្ងៃនេះគឺលោកគីអ៊ីវនឹងឆ្លើយទៅនឹងសំណួររបស់ប្រជាពលរដ្ឋជាច្រើនអ្នកដែលតែងតែសួរមកកម្មវិធីច្បាប់ហើយលោកគីអ៊ីវក៏បានសិក្សាស្រាវជ្រាវក្នុងការធ្វើយ៉ាងណាឆ្លើយទៅនឹងសំណួរដើម្បីតម្រូវទៅតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងតែចង់ដឹងចង់ចេះចង់យល់អំពីច្បាប់នេះបាទលោកគីអ៊ីវបាទជំរាបសួរបាទជំរាបសួរលោកជនទូបាទបែកគ្នាមួយរយៈបាទឡើយបានជួបគ្នាសារជាថ្មីហើយមិនដែរឆ្នាំថ្មីលោកបាទអីធម្មតាបាទការងារមានញឹកធម្មតាបាទការងារមានញឹកហើយបាទសូមអញ្ជើញលោកមានប្រសាសន៍បន្តិចមុននឹងយើងចូលដល់សំណួរសូមអរគុណហើយខ្ញុំជាបឋមក៏សូមជម្រាបសួរលោកជួនធូដែរហើយខ្ញុំក៏កាលណាមានកម្មវិធីមកជួបលោកជួនធូគឺខ្ញុំតែងតែមានការគិតថាលោកជួនធូនឹងជួយសួរដេញដោយ៉ាងក្បោះក្បាយជូនប្រជាពលរដ្ឋហើយសំថ្ងៃនេះយើងត្រូវឆ្លើយទៅនឹងសំណួរប្រជាពលរដ្ឋយើងមានសំណួរច្រើនដែលដូចខ្ញុំបានទទួលហើយខ្ញុំក៏បានត្រៀមឆ្លើយប៉ុន្តែខ្ញុំក៏គិតថាសំណួរទាំងអស់នេះខ្ញុំនឹងឆ្លើយជូនទៅម្ចាស់សំណួរតាមលទ្ធភាពដែលអាចឆ្លើយបានហើយក៏យោងទៅតាមស្មារតីដូចនឹងច្បាប់ក្រមដែលយើងកំពុងតែមានជាធរមានកំពុងតែអនុវត្តប្រើសប្តាហ៍ថ្ងៃនេះបាទហើយខ្ញុំបាទមុននឹងចូលរួមឆ្លើយនេះក៏សូមខន្តីអភ័យទោសទុកជាមុនចំពោះទស្សនិកជនដែលតែងតែតាមដាននីតិច្បាប់ជាអ្វីរបស់ស្ថានីយទូត CTN នៅរាល់កំហុសឆ្គងហើយតែខ្ញុំក៏តែងតែព្យាយាមថាការឆ្លើយនេះគឺធ្វើម៉េចឆ្លើយឲ្យវាមានលក្ខណៈប្រសើរកុំឲ្យវាខុសពីព្រោះខ្ញុំគិតថាការឆ្លើយនេះដូចលោកជួនធូបាននិយាយអញ្ចឹងវាមិនមែនឆ្លើយសម្រាប់ម្ចាស់សំណួរតែម្នាក់ឯងគឺអាចស្ដាប់ទូទាំងប្រទេសឬក៏ថារហូតដល់ក្រៅប្រទេសទៀតបាទព្រោះខ្ញុំក៏ចង់ជំរាបជូនទូនិជនដែរព្រោះអ្នកខ្លះតែងសួរខ្ញុំដែរថាគេចាក់ម៉ោងណាខ្ញុំតាមថាដូចជាចាក់នៅថ្ងៃសុក្របាទចាំមើល CTN បាទហើយនឹងឲ្យ CN ក្រៅប្រទេសដូចជាចាក់ចិត្តភ្លឺបាទហើយនឹងមានចាក់តាម CNC នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យដូចពេលថ្ងៃហារសៀលចុះណាបាទខ្ញុំចាំប៉ុណ្ណឹងប៉ុន្តែពេលវេលាក៏អត់សូវចាំច្បាស់ដែរបាទសូមអរគុណសូមគោលទូនីតិជូនលោកវិញបាទសូមអរគុណបាទអរគុណលោកមេធាវីបាទនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺមានយុទ្ធសាស្ត្រចតុកោណដើម្បីដឹកនាំប្រទេសជាតិហើយក្នុងនោះក៏មានមុំមួយអភិបាលកិច្ចល្អគឺកែតម្រង់ច្បាប់និងអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងប្រទេសហើយដល់ឥឡូវនេះនិយាយពីច្បាប់យើងមានអស់ហើយលោកមេធាវីបាទហើយនៅមានបញ្ហាតងថានៅអនុវត្តការអនុវត្តបាទការអនុវត្តជួនកាលបងប្អូនប្រជាពលរដ្ឋលោកមិនបានអនុវត្តឲ្យត្រូវទៅតាមច្បាប់អនុវត្តជួនកាលមានខុសច្បាប់បាទជួនកាលទៀតសមត្ថកិច្ចឬក៏គេហៅនគរបាលយុតិធធហ្នឹងក៏គាត់មិនបានអនុវត្តទៅតាមច្បាប់នោះដែរការខ្វះចន្លោះដែរក៏មានដែរនគរបាលយុតិធធយើងមានច្រើនតាំងពីមេឃុំឡើងណាបាទមេឃុំឡើងរហូតដល់វាយខេត្តបាទហើយតាំងពីមន្ត្រីតុលាការចៅក្រមហ្នឹងបាទក៏នគរបាលចរាចរណ៍នគរបាលចរាចរណ៍នគរបាលយុតិធធបាទនគរបាលយុតិធធមេប៉ុសអត់ទេហ្នឹងដែរបាទមេប៉ុសនគរបាលបាទច្បាប់មានចែងគេមានសេយ៉ាងច្បាស់បាទពីអ្នកដែលទទួលនីតិសម្បទាខាងជាមន្ត្រីនគរបាលយុតិធធបាទដោយសារតែនគរបាលយុតិធធហ្នឹងជួនកាលគាត់មិនបានគ្រប់ទៅតាមច្បាប់ដែរធ្វើឲ្យមានការថ្នាក់ពីបងប្អូនប្រជាពលរដ្ឋហើយកើតចេញជាសំណួរមកកើតចេញជាសំណួរមកឥឡូវខ្ញុំសូមអានសំណួរទី1តែម្ដងបាទសំណួរទី1គាត់សួរថានាងខ្ញុំមានផ្ទះជាប់គ្នាលើក្រោមមានអ្នកផឹកស្រាស្រវឹងរួចមកស្រែកឡូឡាពេញមុខផ្ទះនាងខ្ញុំអ្នកនៅជាន់លើជាន់ក្រោមក៏ត្រូវរំខានដែរបាទហ្នឹងហើយតើនាងខ្ញុំអាចប្តឹងបានដែរឬទេតើអ្នកស្រវឹងនោះមានទោសដែរឬទេបាទសូមអរគុណនេះគាត់មិនចោទមកសមត្ថកិច្ចទេគាត់ចោទទៅអ្នកដែលផឹកស្រាស្រវឹងមកឡូឡាបាទអញ្ចឹងចំនួននេះលោកមេធាវីអាចយល់ឃើញយ៉ាងម៉េចដែរបាទសូមអរគុណខ្ញុំបានអានសំណួរនឹងដែរហើយគាត់ថាយើងឮសំណួរហ្នឹងខ្ញុំសូមបញ្ជាក់ជូនអញ្ចឹងបងស្រីដែលប្រហែលជាគាត់សួរហ្នឹងគាត់ប្រហែលនាងខ្ញុំប្រហែលជាគាត់ស្រីចាស់សំណួរគាត់ចង់សួរថាគាត់នៅផ្ទះជាប់គ្នាមានលើក្រោមអីអញ្ចឹង
ចឹងខ្ញុំជឿដូចប្រហែលជាអាចថាសំណួរចំនួននៅទីក្រុងភ្នំពេញពលនៅភ្នំពេញមានផ្ទះលើក្រោមអញ្ចឹងគាត់ចង់ចាក់ថាពេលដែលគាត់នៅផ្ទះជាប់គ្នាសប្បាយមានបរិសម្នាក់ឯក៏អ្នកស្វឹងស្រាម្នាក់ប្រហែលជាភាគច្រើនប្រហែលជាបរិសហើយណាបាទបរិសហើយបរិសហើយស្វឹងស្រាមកឡូឡាស្រែកមុខផ្ទះគាត់អីឡូឡាអីចឹងខ្លាំងអីចឹងទៅហើយគាត់សួរថាការឡូឡាហ្នឹងគឺប្រហែលជាយើងអាចនិយាយថាប្រហែលជាការឡូឡាហ្នឹងមិនឡូឡាធម្មតាអាចថាលើរំខានយូរពេលរយៈពេលយូរខ្ញុំមិនច្បាស់សំណួរគាត់ដែរថងថាអ្នកឡូឡាហ្នឹងជួនកាលអាចអ្នកមកពីចម្ងាយមកឆ្លោះជាមួយអ្នកជន់ក្រោមអញ្ចឹងទៅឡូឡាដាក់អ្នកជន់ក្រោមរំខានដល់អ្នកជន់លើបាទគាត់សួរអញ្ចឹងអាចកាលវាអាចអ្នកឡូឡាហ្នឹងឆ្លោះជាមួយអ្នកជន់លើរំខានដល់អ្នកជន់ក្រោមបាទអាចអញ្ចឹងប៉ុន្តែយើងនិយាយផ្លូវច្បាប់វាអាចនិយាយជារួមមិនគិតថាគាត់នោះជាអ្នកចិត្តខាងអ្នកឡូឡាអ្នកស្វឹងហ្នឹងជាអ្នកចិត្តខាងឬក៏ជាអ្នកមកពីចម្ងាយទេហើយសំខាន់គឺថាផ្លូវច្បាប់មានកំណត់ថាមិនចែងកំណត់អញ្ចឹងទេសំខាន់ថាតើអំពើដែលគាត់ធ្វើហ្នឹងវាខុសច្បាប់ដែរឬទេអញ្ចឹងសំណួរដែលគាត់សួរហ្នឹងត្រូវហើយថាតើបើសិនជាគាត់ធ្វើអញ្ចឹងគាត់ជនដែលធ្វើអញ្ចឹងគាត់មានសិទ្ធិប្តឹងដែរឬទេនិយាយដល់រឿងនេះខ្ញុំសូមមុននឹងឆ្លើយខ្ញុំសូមជំរាបជូនទួលទស្សនិកជនក៏ដូចជាពលរដ្ឋទាំងអស់ថាសប្តាហ៍ថ្ងៃនេះយើងមានមាត្រាមួយនៅក្នុងក្រមព្រហ្មទណ្ឌយើងគឺតាក់ទងនឹងបញ្ហាបទល្មើសគេហៅថាស្រវឹងជាក់ស្ដែងនៅក្នុងបទល្មើសនេះបើខ្ញុំមិនច្រឡំទេគឺគេបានបង្កើតបទល្មើសនេះបង្កើតអាមាត្រានេះណាដើម្បីផ្ដន់ទោសទៅនឹងជនទាំងឡាយណាដែលគាត់ដឹងថាខ្លួនឯងស្រវឹងហើយបែរជាទៅបង្ហាញមុខដើរឲ្យគេឃើញជាសាធារណៈនៅលើផ្លូវដងផ្លូវនៅអីហ្នឹងទីសាធារណៈហ្នឹងគឺបានន័យថាគាត់ត្រូវតែមានទោសព្រោះក្នុងច្បាប់បានកំណត់អញ្ចឹងដោយខ្ញុំនិយាយមិញថាប្រហែលជាគោលដៅរបស់ការសរសេរច្បាប់នេះគេចង់តាក់ទងនឹងបញ្ហាការធ្វើចរាចរណ៍ផងដែរបាទអញ្ចឹងឥឡូវហ្នឹងតែស្រវឹងដើរត្រេតត្រោតាមផ្លូវគឺមានទោសមានអញ្ចឹងអស់នឹងកន្លែងគឺយើងបញ្ជាក់ទៅច្បាស់ល្អមានបាទមានហើយចេះមួយទៀតលោកមេធាវីជួនកាលដល់គាត់ស្រវឹងអញ្ចឹងទៅគាត់ភ្លេចដឹងខ្លួនដោះខោដោះអាវទៀតក៏មានអាហ្នឹងខ្ញុំមកទៀតបាទអាហ្នឹងអញ្ចឹងទៀតមានទោសទៀតហើយតាក់ទងនឹងបញ្ហាថាយើងទៅបង្ហាញគេខ្មាស់នៅកដាលវាលកដាលទីសាធារណៈទីប្រជុំជនហ្នឹងក៏មានមាត្រាមួយចែងថាត្រូវតែមានទោសដែរអញ្ចឹងឡើងពីជាន់ឡើងពីស្រវឹងស្រាមួយទោសបង្ហាញគេខ្មាស់មួយទៀតឡើងពីបទល្មើសបាទអញ្ចឹងសំណួរដែលគាត់សួរនេះឃើញថាយើងវែកញ៉ៃសំណួរយើងសួរនេះក៏ឃើញថាវាទី1បើសិនជាគាត់ស្រវឹងហើយគាត់បែរជានៅដើរទីត្រោតឡូឡាមិនឡូឡាក៏ដោយសំបែដើរទីត្រោតដើរពេញទីសាធារណៈហ្នឹងគឺគាត់មានទោសមួយហើយអញ្ចឹងសូមជម្រាបទៅបងស្រីដែលសួរសំណួរហ្នឹងថាគាត់អាចមានទោសមួយហើយទី2បើសិនជាការឡូឡារបស់គាត់ហ្នឹងការនិយាយស្ដីរបស់គាត់ហ្នឹងយើងអាចថាពាក្យខ្មែរថាឡូឡាអាលេអាឡូជេរចោលជួនកាលពាក្យហ្នឹងវាអាចលំទលាយដែរជួនកាលអ្នកនោះគាត់ច្រើនតែប្រើពាក្យអសុរោះប្រមាថមាក់ងាយគេអីហ្នឹងណាអញ្ចឹងច្បាប់បានកំណត់ទៀតថាអ្នកដែលប្រមាថមាក់ងាយគេឬក៏ប្រើពាក្យតគោះបោះបោកអញ្ចឹងណាអញ្ចឹងលក្ខណៈចូលលក្ខណៈជេរប្រមាថដែរអញ្ចឹងកាលណាបើសិនជាឃើញថាគាត់មានការជេរបចោយទៀតអានឹងវាចូលទៅជេរប្រមាថមួយទៀតយើងអាចប្តឹងវិបត្តិជេរប្រមាថមួយទៀតបាទហ្នឹងមានចែងនៅក្នុងកម្មពុំមិនទាន់ដែរដែលត្រូវមានទោសខ្ញុំចាំអាមាត្រាហ្នឹងយើងតែងតែប្រើជាញឹកញាប់ថាវិបត្តិជេរប្រមាថបាទជេរប្រមាថជាសាធារណៈនោះបាទហើយអានឹងក៏មានទោសដែរហើយដើម្បីឲ្យបានដឹងមួយទៀតថានៅក្នុងការសេអាលេអាឡូនឹងទៀតបើសិនជាគាត់រហូតតែមានគេហៅថាតាមតែខ្ញុំដឹងថាប្រហែលជាម្ចាស់សំណួរនឹងចង់និយាយផងដែរថាគឺគាត់បានទៅរៀបរៀងហើយទៅខាត់ប៉ុន្តែឈ្មោះនោះគឺអត់ព្រមអីចឹងណាគឺនៅតែខាត់តែអ្នកខាត់តែប៉ុន្តែឈ្មោះនៅតែមានអ្នកនៅតែស្រែកអីចឹងអានឹងវាជារឿងមួយផ្សេងទៀតបើសិនគាត់រវាយគេរអីគាត់ប្រើហឹង្សានឹងរឿងផ្សេងមួយទៀតបាទអញ្ចឹងនេះគ្រាន់ជាចម្លើយដែលសំរុំមួយគិតថាបងស្រីដែលម្ចាស់សំណួរនឹងគាត់អាចមើលដែរថាតើអ្នកស្រវឹងនឹងគាត់បានធ្វើអីខ្លះបើបានធ្វើដូចខ្ញុំបញ្ជាក់មិញហ្នឹងគឺយើងអាចប្តឹងតាមបទល្មើសដែលខ្ញុំលើកឡើងខាងដើមហ្នឹងបាទសូមអរគុណលោកមេធាវីបាទឆ្លើយក្បោះក្បាយហើយរហូតដល់ដឹងរឿងផ្សេងដូចថាបង្ហាញគេខ្មាស់ក៏មានទោសដល់ស្រវឹងស្រាត្រេតត្រោតក៏មានទោសបាទអញ្ចឹងបងប្អូនគួរតែប្រយ័ត្នប្រយែងមែនតើឥឡូវពីមុនដោយសារយើងមិនទាន់ដឹងច្បាប់ឥឡូវលោកមេធាវីមានប្រសាសន៍បងប្អូនដឹងជាសាធារណៈតែឃើញអ្នកណាស្រវឹងដើរត្រេតត្រោតគឺប្តឹងប៉ូលីសចាប់តែម្ដងមានខ្ញុំសូមខាននេះដោយសារថាបានលើកនេះខ្ញុំចាំថាការបើយើងមិនទាន់មានក្រមហ្នឹងដូចជានៅបណ្ដុំបែបរុស្ស៊ីមុខក្នុងណាវាក្មេងប្រុសឲ្យស្ទាវដែរហ៊ានស្ទាវរឿងនេះដែរយុទ្ធនាដែរហើយវាមើលទៅអាយុ20ជាងណាឃើញវាដូចជាស្រវឹងហើយក៏វារឿងខូចផងគឺវាបង្ហាញគេខ្មាស់ដើរឃើញស្រីៗណាទៅបញ្យុយគេទៀតបង្ហាញទៅហឺលេងហ្នឹងណាអាហ្នឹងគឺច្បាប់
ឥឡូវនេះយើងមានក្រមឲ្យគឺថាមានទោសមានទោសណាមិនថាអាងថាបើអញទេអញដើរបង្ហាញមិនក៏បានណាមិនអញ្ចឹងទេមិនអាចអញ្ចឹងបានទេបាទអញ្ចឹងបងប្អូនទោះទាំងនៅទីក្រុងនិងទាំងនៅជនបទស្រុកស្រែចម្ការឬក៏ជ្រោះជ្រោងចលងដងអូឆ្ងាយយ៉ាងណាក៏ដោយត្រូវតែយល់ពីច្បាប់នេះឲ្យតែបងប្អូនស្វឹងដើរត្រេតត្រោតគឺប៉ូលីសមានទោសហើយបាទប៉ូលីសចាប់ហើយមួយទៀតលោកនៅទិញកន្លែងនេះខ្ញុំសូមបញ្ជាក់ដែរនឹកឃើញមួយទៀតជាពលរដ្ឋក៏សូមចូលរួមដែរវាជាប្រយោជន៍ល្អសម្រាប់សុខភាពអនាគតរបស់យុវជនខ្មែរយើងបាទគឺច្បាប់យើងក៏មានកើតមាត្រាថ្មីមួយទាក់ទងបញ្ហាស្រាហ្នឹងគឺយើងញុះញង់ឲ្យញុះក៏បានថាយើងបបួលក៏បាននិយាយសម្រាប់និយាយស្ដាប់ណាបបួលក្មេងដែលជាអនិច្ចជនមិនទាន់គ្រប់អាយុណាបាទគឺក្រោម18ឆ្នាំផឹកស្រាណាបាទគឺក៏មានទោសដែរអញ្ចឹងប្រយ័ត្នណាខ្ញុំអាងថាយើងស្វឹងយើងជាមនុស្សចាស់យើងទៅបបួលក្មេងជួលកែវផឹកស្រាដែលវាមិនតគ្រប់អាយុហ្នឹងណាគឺយើងក៏មានទោសដែរទូទៅនេះជនបាទហើយឮលោកមេធាវីឮដូចមួយចំណុចមួយទៀតថាក្មេងមិនតន់គ្រប់អាយុហ្នឹងទៅទិញស្រាអ្នកលក់ស្រាហ្នឹងមានទោសដែរយ៉ាងម៉េចដែរគេឲ្យនេះទៅតែមានច្បាប់ចែងដែរមានច្បាប់ចែងដែរបាទអញ្ចឹងអ្នកលក់ស្រាហ្នឹងក៏ប្រយ័ត្នដែរអានេះចូលលក្ខណៈញុះឲ្យក្មេងផឹកយើងជួយបំរុងឲ្យក្មេងផឹកបាទហើយការផឹកស្រានេះវាបាត់បង់ប្រសិទ្ធភាពសេដ្ឋកិច្ចច្រើនមែនតើគឺធ្វើឲ្យយើងបាត់បង់ពេលវេលានៅក្នុងការប្រកបការងារបាទបងប្អូនសាកដកពិសោធន៍មើលនៅពេលដែលយើងពិសាស្រាវច្រើនពីក្បាលល្ងាចព្រលឹមឡើងក្រោកអត់ចង់រួចទេយ៉ាងហោចណាស់ក៏ខាត 2-3 ម៉ោងដែរហ្មងថាយើងសុខភាពយើងល្អឡើងវិញទៅធ្វើការគឺបើសិនខ្ញុំម្នាក់ខាត3ម៉ោងបើសិន1លានអ្នកវាខាតយក1លានគុណនឹង3ទៅឡើង3លានអ្នកខាតអញ្ចឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសជាតិទាំងមូលមានការធ្លាក់ចុះដោយសារតែកំណើនអ្នកផឹកស្រាកើនឡើងនេះផងដែរបាទអញ្ចឹងឥឡូវយើងគ្រាន់តែវិភាសាគ្នាឲ្យស៊ីជម្រៅតាក់ទងទៅនឹងសំណួរមួយសំណួរបាទឥឡូវខ្ញុំសូមសួរទៅសំណួរទី2របស់លោកមេធាវីគឺគាត់សួរដែរថាប្អូននាងខ្ញុំជាអ្នកមានទំនាស់ឬក៏ប្រព្រឹត្តបទល្មើសបាទប្រព្រឹត្តបទល្មើសតែពេលប៉ូលីសឆែកឆេរបែរជាមកឆែកឆេរអុកឡុកផ្ទះនាងខ្ញុំទៅវិញតើនេះជាអំពើខុសច្បាប់ទេបាទអញ្ចឹងសំណួរនេះខ្ញុំដូចអត់តន់ច្បាស់ទេលោកមេធាវីថងថាប្អូននាងខ្ញុំមានទំនាស់ឬក៏ប្រព្រឹត្តបទល្មើសអញ្ចឹងវាអាចថាប្អូនគាត់តែប្រព្រឹត្តបទល្មើសគាត់តែប្រព្រឹត្តបទល្មើសមិនដឹងថាប្អូនគាត់នឹងនៅផ្ទះជាមួយគាត់ដែរឬក៏អត់ឬក៏ប្អូនគាត់នៅផ្ទះផ្សេងដែលមកឆែកផ្ទះគាត់យើងក៏មិនច្បាស់ដែរបាទអញ្ចឹងលោកមេធាវីអាចយល់ឃើញយ៉ាងម៉េចដែរចំពោះផ្លូវច្បាប់បាទសូមអរគុណលោកជុនធូបាទខ្ញុំមើលអានសំណួរនេះខ្ញុំតាក់ទងលោកជុនធូគឺមានការវិឆ្លាតនិងការវិភាគគិតចឹងត្រឹមត្រូវថាយើងមិនដឹងថាតើចាស់សំណួរគាត់សួរហ្នឹងគាត់ថាប្អូនគាត់អ្នកប្រព្រឹត្តបទល្មើសហើយបែរជាបលិសមកឆែកឆេរតែគាត់ឲ្យប្រើពាក្យអុកឡុកទៅទៀតបាទអុកឡុកគាត់និយាយថាប្រហែលជាបាត់ពេជ្រហ្នឹងធ្វើអីខ្លាំងតែគាត់មិនពេញចិត្តណាហើយតើគាត់ចង់សួរថាតើជាអំពើខុសច្បាប់ដែរឬទេខ្ញុំកាលណាខ្ញុំឃើញសំណួរនេះខ្ញុំមិនបាននឹកឃើញគិតដោយលោកជុនធូថាតើក្មេងហ្នឹងប្អូនហ្នឹងនៅជាមួយគាត់ឬក៏យ៉ាងម៉េចជាការវៃឆាតគិតរបស់លោកធូប៉ុន្តែសម្រាប់ខ្ញុំជាមេធាវីខ្ញុំដូចជាគិតថាការសួរសំណួរនេះធ្វើឲ្យទូលំទូលាយខ្ញុំសប្បាយនឹងឆ្លើយទៅវិញដោយសារអីខ្ញុំមិនចង់ឆ្លើយឲ្យចំទេចង់សួរករណីណាមួយដែលគាត់ឆ្លៀតយករឿងរបស់គាត់ហ្នឹងដើម្បីសួរគាត់យកចំណេញដើម្បីទៅប្តឹងប៉ូលីសឬក៏ដើម្បីទៅរករឿងប៉ូលីសអីខ្ញុំអត់ចង់ឲ្យអញ្ចឹងទេណាអញ្ចឹងគាត់សួរជាទូលំទូលាយអញ្ចឹងល្អដើម្បីក្នុងការបកស្រាយរបស់ខ្ញុំបកស្រាយតាមលក្ខខណ្ឌតាមអង្គហេតុជាក់ស្ដែងឬក៏ថាតាមអរិយនៃផ្លូវច្បាប់បាទខ្ញុំសូមឆ្លើយនិយាយថាតាក់ទងនឹងបញ្ហាដែលថាបើសិនជាអ្នកផ្សេងឯងនិយាយថាអ្នកផ្សេងឬប្អូនគាត់ហ្នឹងអ្នកបកបទល្មើសប៉ុន្តែខាងសមត្ថកិច្ចបែរជាមកឆែកឆេរតែគាត់រឿងនេះខ្ញុំក៏តែងទទួលនៅទូរស័ព្ទពីប្រជាពលរដ្ឋនៅពេលដែលប្រតិកិច្ចកំពុងតែសួរកំពុងតែឆែកឆេរគាត់ណាកំពុងតែឆែកឆេរកំពុងតែប្រតិបត្តិការនៅផ្ទះគាត់កន្លែងទីតាំងរបស់គាត់ហ្នឹងគឺខ្ញុំតែងតែក្នុងនាមមេធាវីលោកពិបាកណាប្រជាពលរដ្ឋខ្លះគាត់ដូចថាអាំងស្គាល់យើងគាត់អាចស្ទុះស្ទាសួរយើងភ្លាមបាទសួរយើងភ្លាមថាអំពើធ្វើបបលីយ៉ាងម៉េចព្រោះខ្ញុំតែងតែគិតជានិច្ចថាពេលដែលគាត់សួរខ្ញុំតែងតែគិតថាគាត់នឹងច្បាស់ជាកំពុងតែប្រឈមនឹងសកម្មភាពនឹងជាក់ស្ដែងហើយមិនមែនសួរដើម្បីស្វែងយល់ផ្លូវច្បាប់ទេមិនមែនសួរដើម្បីត្រៀមលក្ខណៈទេចង់និយាយអញ្ចឹងណាអញ្ចឹងខ្ញុំតែងតែមានការឆ្លើយតបដល់គាត់លក្ខណៈផ្លូវច្បាប់ទូទៅខ្ញុំមិនឲ្យគាត់ឈិតយកចំណេញឬក៏មិនឲ្យយើងនិយាយទៅក៏មិនចង់ឃើញសមត្ថកិច្ចបំពេញលើគាត់ដែរបាទគាត់មានការការពារខ្លួនដែរការការពារខ្លួនដែរអញ្ចឹងខ្ញុំក៏ឆ្លើយទៅយ៉ាងសួរយ៉ាងម៉េចក្នុងរឿងនេះចាត់ទុកថាខ្ញុំឆ្លើយដោយងាយដោយស្ដាប់សំខាន់ចេះទេយើងត្រូវគិតថាជំនាញទី1គាត់ថាតើការឆែកឆេររបស់សមត្ថកិច្ចនឹងគឺជួនកាលគាត់មាន
មានលិខិតថាមានដីកាមានការអនុញ្ញាតពីតុលាការដែរឬទេណាតែមានការអនុញ្ញាតពីតុលាការដែរឬទេបាទរឿងនិយាយដល់បញ្ហាការឆែកឆេរនេះវាទូលំទូលាយណាស់អានេះបើយើងនិយាយថ្ងៃនេះមកកន្លះម៉ោងនេះប្រហែលជាអាចពេញខ្ញុំសូមនិយាយជាមួយលោកបន្តិចខ្ញុំថាមិនចង់លោកប៉ុន្តែសារថាខ្ញុំសូមយកវ៉ែនតាខ្ញុំមើលសំណួរគាត់អត់អីលោកមេធាវីឆែកឆេរច្បាស់ណាលោកណាបាទធ្វើម៉េចឲ្យច្បាស់ឆែកឆេរអុកឡុកអញ្ចឹងខ្ញុំចង់និយាយចេះខ្នាបើសិនជាយើងនិយាយពីពាក្យថាឆែកឆេរវាច្បាប់យើងមានកំណត់ពាក្យឆែកឆេរលោកបាទកន្លងមកនេះយើងគួរលំអញ្ចឹងមើលនេះថាមានច្បាប់មួយដល់ឡែកទៀតរឿងឆែកឆេរនោះឬក៏មានចែងច្រើនមេត្រាទាក់ទងនឹងឆែកឆេរនៅក្នុងក្រមព្រំប្រទានយើងនេះបាទលោកមិនមានច្បាប់ផ្សេងគឺតាក់ទងនឹងបញ្ហាមេត្រាច្រើនដែលនៅក្នុងក្រមព្រំប្រទាននៅក្នុងក្រមនីតិវិធីព្រំប្រទានយើងក៏ដូចជាក្រមព្រំប្រទានមានចែងបាទតាក់ទងបញ្ហាការឆែកឆេរនេះគឺយើងនិយាយឲ្យខ្លីទៅច្បាប់កន្លងមកបានកំណត់ហើយបើសិនជាខ្ញុំនិយាយវែងទៀតណាបើករណីបទល្មើសជាបទល្មើសជាក់ស្ដែងណាបទល្មើសជាក់ស្ដែងឬក៏កើតភ្លាមដែលគេកំពុងដេញបផាប់ចាប់ប្រភេទនេះណាបាទឬក៏យើងច្បាប់បានកំណត់ដែរភាគថាមិនយមន័យនេះបទល្មើសជាក់ស្ដែងនោះគេបានកំណត់ដែរច្បាប់បានចែងនីតិវិធីក្រមព្រំប្រទានបានចែងហើយអញ្ចឹងខ្ញុំនិយាយជារួមចង់និយាយថាបើសិនជាបទល្មើសជាក់ស្ដែងឬក៏ជាករណីបទល្មើសគ្រឿងញៀនច្បាប់គេបានកំណត់ដែរណាបាទបើករណីគ្រឿងញៀនទោះបីមិនជាក់ស្ដែងក៏ដោយបាទគឺអត្តកិច្ចមានសិទ្ធិឆែកឆេរភ្លាមបាទអញ្ចឹងបងស្រីនេះគាត់គាត់ត្រូវគិតដែរថាបើសិនជួនកាលបើបទល្មើសជាបទល្មើសគ្រឿងញៀនបងអូនគាត់ប្រព្រឹត្តបទល្មើសគ្រឿងញៀនណាជួនកាលមានពាក់ព័ន្ធនឹងក្មេងនឹងចូលបងអូនគាត់ចូលផ្ទះគាត់ឬក៏នៅផ្ទះគាត់មកស្នាក់នៅបរិយាសន្នអីក៏ដោយបាទគឺផ្ទះវានៅណាផ្សេងក៏ដោយគឺសមត្ថកិច្ចមានសិទ្ធិឆែកឆេរហើយជួនកាលទៅបទល្មើសបើសិនជាករណីហ្នឹងជាករណីដែលបងអូនគាត់ប្រព្រឹត្តបទល្មើសជាក់ស្ដែងតែម្ដងកំពុងតែដេញបផាប់ចាប់ប្រភេទឬក៏គេកំពុងតាមរោមុខវាភ្លាមហ្នឹងណាជនរងគ្រោះកំពុងតែចង្អុលជនសង្ស័យនឹងអីចឹងគឺគេមានសិទ្ធិតាមឆែកឆេរផ្ទះនឹងភ្លាមអត់ខុសទេធ្វើនឹងអត់ខុសទេបាទប៉ុន្តែកន្លងមកច្បាប់បានកំណត់អនុញ្ញាតឲ្យធ្វើអញ្ចឹងបានប៉ុន្តែផ្ទុយទៅវិញបើសិនជាធ្វើខុសពីពេលហ្នឹងណាខុសពីខ្ញុំទៅមិនខុសពេលហ្នឹងខុសពីគេហៅថាបទល្មើសជាក់ស្ដែងឬក៏តាក់ទងនឹងរឿងមិនតាក់ទងនឹងរឿងគ្រឿងញៀនទេគឺខាងសមត្ថកិច្ចត្រូវមានការអនុញ្ញាតពីបរិយាញ្ញាមានការអនុញ្ញាតពីបរិយាញ្ញាបាទហើយជាគោលការណ៍ទៀតគឺយើងដឹងហើយថាគាត់ត្រូវមានការអនុញ្ញាតពីបរិយាញ្ញាសូម្បីតែអនុញ្ញាតដោយផ្ទាល់មាត់ក៏បានដែរប៉ុន្តែបើសិនជាគាត់ចង់ទៅឆែកឆេរផ្ទះគេខាងមន្ត្រីគាត់យុទ្ធធម៌ហ្នឹងជាបឋមគាត់ត្រូវតែសុំការអនុញ្ញាតពីម្ចាស់ផ្ទះឬម្ចាស់ទីកន្លែងអញ្ចឹងបើសិនម្ចាស់ផ្ទះម្ចាស់ទីកន្លែងហ្នឹងគាត់អនុញ្ញាតគាត់ត្រូវតែមានកំណត់ហេតុអីច្បាស់លាស់ដែរបាទតែយើងនិយាយមិនជាក់ស្ដែងណាបាទហើយនៅក្នុងការឆែកឆេរនេះទៀតយើងត្រូវដឹងថាជាគោលការណ៍ផ្លូវច្បាប់គេមានរហូតថាបើសិនម្ចាស់ផ្ទះមិននៅណាត្រូវមានសាក្សីឬសាក្សី2នាក់ចូលរួមហើយកុំច្រឡំសាក្សីហ្នឹងមិនមែនយកសាក្សីដែលអ្នកដែលចូលរួមប្រតិបត្តិការដូចជាមន្ត្រីនគរបាលយុតិធធម៌ភ្នាក់ងារនគរបាលយុតិធធម៌ឬក៏យក PM ឯដែលយើងកំពុងធ្វើការហ្នឹងមកធ្វើជាសាក្សីអត់ទេយើងអត់រាប់អត់យកអ្នកហ្នឹងជារាប់ជាសាក្សីទេត្រូវរកអ្នកចិត្តខាងឬក៏ញាតិនៅក្បែរកន្លែងកើតហេតុឬក៏អ្នកម្ចាស់ផ្ទះក្បែរនៅផ្ទះជាមួយទីកន្លែងកើតហេតុហ្នឹងណាអញ្ចឹងខ្ញុំចង់និយាយខ្លីថាករណីបើបទល្មើសមិនជាក់ស្ដែងទេបានន័យថាហើយក៏មិនមែនជាមិនមែនជារឿងគ្រឿងញៀនទេគឺសមត្ថកិច្ចក៏មិនអាចនិស្សិតចូលឆែកឆេរផ្ទះដែរណាតែមានការអនុញ្ញាតត្រឹមត្រូវហើយយើងនិយាយអស់ទៅសំបីច្បាប់គេបានអនុញ្ញាតទៀតបើករណីដែលចង់ឆែកឆេរត្រឹមត្រូវគឺត្រូវមានការចេញដីកាសុំដីកាឆែកឆេរពីប្រធានតុលាការអញ្ចឹងតើច្បាស់ណាតាមខ្ញុំចាំកន្លែងហ្នឹងខ្ញុំមិនមានការគ្រាន់ជួយរំលឹកឡើងវិញខ្ញុំជឿថាមន្ត្រីនគរបាលយុតិធធម៌សប្តាហ៍យើងនេះគេក៏បានសិក្សាច្បាប់ហ្នឹងគេច្បាស់ហើយប៉ុន្តែខ្ញុំក៏រំលឹកឡើងវិញទេថាត្រូវតែមានដីកាពីប្រធានតុលាការបាទពីប្រធានតុលាការហើយដែលប្រធានតុលាការគាត់ចេញដីកាប្រហែលជាដូចច្បាប់តាមកំណត់ថាដូចក្រមនីតិវិធីព្រំប្រទាននេះបានកំណត់ថាតាមការស្នើសុំរបស់ខាងបរិយាញ្ញាណាអញ្ចឹងគាត់ត្រូវមានដីកាមកគាត់មានសិទ្ធិឆែកឆេរហើយការឆែកឆេរនេះត្រូវតែធ្វើឡើងពីម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចចង់និយាយថាចន្លោះពេលហ្នឹងយប់ក៏មិនអាចធ្វើបានដែរគេមិនធ្វើពេលយប់ទេបាទគឺច្បាប់បានកំណត់អញ្ចឹងហើយខ្ញុំគិតថាតាក់ទងនឹងបញ្ហាការឆែកឆេរនេះកន្លងមកដូចជាមាត្រាខ្ញុំចាំថាដូចជាមាត្រានៅក្រមនីតិវិធីព្រំប្រទានដូចជាមានចែងនៅក្នុងមាត្រាដូចជា91ផងមាត្រា113ផងមានចែងអញ្ចឹងបងប្អូនក៏ដូចជាអ្នកសិក្សាបើសិនជាយើងមានឱកាសយើងអាចបើកមើលតិចទៅហើយគឺច្បាប់មានកំណត់យ៉ាងច្បាស់ក្នុងនោះខ្ញុំនៅចាំថាសូម្បីតែការឆែកឆេរទីតាំងមួយចំនួនត្រូវហាមឃាត់ដែរឧទាហរណ៍ដូចយើងដូចជាពិសេសដូចកន្លែងកសែតសារព័ត៌មាននសេឬកន្លែងសារព័ត៌មាននសេដូចយើងកន្លែងឋានទីទូទស្សន៍អញ្ចឹងអីគឺក៏អត់មានសិទ្ធិចូលឆែកឆេរពេលផ្ដាស់ដែរបាទគឺចង់ឆែកឆេរគឺត្រូវមានការចូលរួមពីចក្រមឬបរិញ្ញាដែលធានាថាអាច
mình bắt bỏ đó cả sai បាទ របស់កន្លែងកន្លែងទូកន្លែងអីហ្នឹងណាយើងហៅតែគេហៅថា ទូកណេគម គេហៅឆាប់បដូរព័ត៌មានឬទូកណេគមសោតួ សោទោះ បាទអញ្ចឹងយើងមិនអាចធ្វើឲ្យប៉ះពាល់ការផ្សាយគេមានការយឺតយ៉ាវឬក៏ប៉ះពាល់ដល់សេរីភាពនៃការចុះផ្សាយរបស់គេទេ បាទ អញ្ចឹងគឺថាគេមានការចូលរួមត្រូវអូអីទៀតច្បាប់បានកំណត់ទៀតតាំងពីថាបានដោយការឡៃមេធាវីក៏អញ្ចឹងដែរណា បាទ និយាយក្នុងនាមមេធាវីខ្ញុំក៏ចង់ជំរាបជូនដែរថាកាលៃមេធាវីក៏អញ្ចឹងដែរក៏មិនមានសិទ្ធអីទៅឆែកឆេរផ្ដាស់ដែរណា បាទ ចង់ឆែកឆេរតើមានការចូលរួមពីសកម្មស៊ើបសួរឬបរិញ្ញាហើយធ្វើចំពោះមុខប្រធានគណៈមេធាវីចង់ឆែកកន្លែងកាលៃមេធាវីតើមានប្រធានគណៈមេធាវីចូលរួមឬក៏តំណាងរបស់គណៈប្រធានគណៈមេធាវីដែលយើងហៅប្រតិភូរបស់ប្រធានគណៈមេធាវីឬក៏មេធាវីសម័យជនចំពោះមុខគាត់បានអាចធ្វើទៅបានបើអត់មានទេគឺមិនអាចឆែកឆេរបានដែរអានឹងខ្ញុំចង់និយាយថាច្បាប់ដែលខ្ញុំបានប្រាប់មាត្រាមិញនេះគឺមានចែងលម្អិតអញ្ចឹងទៀតផងហើយបើសិនចង់ច្បាស់តោះឡាបើកមើលថែមផងព្រោះខ្ញុំថ្ងៃនេះខ្ញុំគិតថាមិនចង់បកស្រាយរឿងការឆែកឆេរទេប៉ុន្តែសារថាសំណួរនេះបានសួរអញ្ចឹងខ្ញុំសូមឆ្លើយទៅសំណួរនឹងចុងក្រោយសង្ខេបឲ្យខ្លីថាការឆែកឆេរបើសិនជាមិនមានច្បាប់អនុញ្ញាតទេហើយមិនមែនជាបទល្មើសជាក់ស្ដែងដេញប្រផាប់ចាប់ប្រភេទទេហើយក៏មិនមែនជារឿងគ្រឿងញៀនទេនោះគឺការឆែកនេះគឺអាចខុសច្បាប់ហើយណាទៅយើងទៅអុកឡុកឆែកតែគាត់ដែលគាត់មិនមែនជាអ្នកមានកំហុស បាទ ណា បាទ សម្រាប់គុណឬក៏ថាការឆែកឆេរដែលគាត់មិនអនុញ្ញាតប៉ុន្តែតាមសំណួរគាត់សួរនេះប្រហែលជាគាត់មិនអនុញ្ញាតទេ បាទ ប៉ុន្តែអាចទេជួនកាលយើងជួនកាលប្រយ័ត្នយើងដែរជួនកាលយើងមនុស្សរងថ្ងៃខ្ញុំឃើញជាពលរដ្ឋមួយចំនួនគាត់យល់ច្បាប់ច្រើនជួនកាលសមត្ថកិច្ចចង់បង្ក្រាបបទល្មើសមួយគាត់ច្រើនទៅសហការជាមួយគាត់អនុញ្ញាតឲ្យធ្វើអីសហការអញ្ចឹងណាអញ្ចឹងបើយើងអនុញ្ញាតហើយបានន័យថាយើងក៏មិនត្រូវខឹងដែរយើងមិនត្រូវតូចចិត្តដែរភាសាយើងមានការអនុញ្ញាតយើងពេលខ្លះយើងក៏មានចេតនាមួយគាត់ថាចង់សហការឬក៏ចង់បង្ហាញពីថាយើងជាមនុស្សបរិសុទ្ធយើងមិនពាក់ព័ន្ធក្នុងរឿងនឹងទេអញ្ចឹងយើងចង់ឲ្យគេឆែកមើលឲ្យច្បាស់ថាយើងអត់មានពាក់ព័ន្ធរឿងនឹងទេអញ្ចឹងបើយើងអនុញ្ញាតហើយក៏គួរយើងកុំច្រឡោតដែរហើយយើងអត់ត្រូវប្រើពាក្យថាអុកឡុកអីនេះពាក្យនេះវាធ្ងន់ធ្ងរសម្រាប់បាត់កិច្ចអញ្ចឹងទេបាទសូមអរគុណ បាទអរគុណលោកមេធាវីបាទអញ្ចឹងយើងសរុបសេចក្តីមកមានន័យថាសមត្ថកិច្ចដែលចូលដោយឆែកឆេរលុះត្រាតែមានដីកាក្នុងការឆែកឆេរនិងមានការអនុញ្ញាតពីព្រះរាជអាជ្ញាបានអាចចូលដោយឆែកឆេរបានលំនៅឋានបានប៉ុន្តែក្នុងករណីដែលឆែកឆេរបានលុះត្រាតែមានដូចជាបទល្មើសជាក់ស្ដែងបាទបទល្មើសជាក់ស្ដែងក៏ដូចជារឿងគ្រឿងញៀនច្បាប់ដូចបានកំណត់ថារឿងគ្រឿងញៀនអនុញ្ញាតឲ្យមួយបាទឆែកបានពេលគ្រប់ពេលវេលាព្រោះអាហ្នឹងគ្រប់ពេលវេលាបាទយើងក៏គិតថាបើសិនជាយើងមិនធ្វើព្រាមទេអាហ្នឹងវាអាចជួនកាលអាចបាត់ផតាគេដុតចោលអញ្ចឹងទៅដុតចោលជួនកាលឥឡូវវាមើលវីដេអូឃើញគេលេងណាបាទវាជួនកាលដាក់សុំបែរក្នុងប្រគុណក៏វាអាចបញ្ចូលទៅបានដែរដាក់ចោលក្នុងប្រគុណទៅទៅបាត់អស់បាទអញ្ចឹងប៉ុន្តែបើព្រាមទៅតាមសុំព្រាមអញ្ចឹងអូថាឃើញមនុស្សជួញដូរគ្រឿងញៀនរត់ទៅវារត់ចូលទៅតាមចូលព្រាមតាមចាប់កន្លែងនោះខ្លួនព្រាមហើយបើយើងអត់ទេវាចូលតែបន្តិចវាផុតដែរបាទអញ្ចឹងអូឥឡូវឧបមាចេះវិញលោកមេធាវីឧបមាថាមានអ្នកជួញដូរគ្រឿងញៀនម្នាក់សាប់គេដេញចាប់ប្រផាប់អភិញរត់មកចូលស្ថានីយ៍ទូទាស់អានឹងមិនវិញអានឹងគឺកន្លែងហ្នឹងគេច្បាប់គេបានហាមមិញហើយហាមអញ្ចឹងចូលលោកសួរវាល្អដែរវាចូលហាមថាស្ថានីយ៍យើងមិនអាចទៅបំពេញដែរប៉ុន្តែមានការអនុញ្ញាតអីត្រឹមត្រូវពីខាងមានការចូលរួមពីវិញ្ញាចក្រមអីយើងអាចរក្សាសិនតែមិនយើងមិនអាចធ្វើភ្លាមបើច្បាប់ហាមបាទអញ្ចឹងយើងវាប្រទាំងផ្ទះនឹងតិចទាំងថាលោកសួរខ្ញុំសរសើរលោកខ្ញុំថាខាងដើមបាននិយាយថាលោកប្រកែវិភាគលើកនិយាយមិញថាបើករណីគ្រឿងញៀនអនុញ្ញាតឲ្យធ្វើមកសេរីចាស់សេរីចាស់បាទចុះបើសិនវាចូលកន្លែងទូទៅមិនវិញហើយវាចៃដន្យអញ្ចឹងចៃដន្យអីសាប់វារត់ទៅកាឡៃមេធាវីរបស់លោកមេធាវីតែវាកន្លែងកំពុងហាមឃាត់ដែរថាហាមឃាត់ដែរពាល់ដែរប្រកាសដែរណាត្រូវមានការចូលរួមអីត្រឹមត្រូវយើងត្រូវសួរអញ្ចឹងខ្ញុំអរគុណលោកដែលលោកប្រកែវិភាគហើយរឿងនេះខ្ញុំគិតថាវាប្រហែលជាកម្រមានចៃដន្យអញ្ចឹងអេយើងអាចមានលោកបាទអរគុណបាទចឹងលោកចង់ដឹងចំនួនហ្នឹងហ៎អត់ទេចំណុចនេះខ្ញុំបងឆ្លើយជូនថាហ្នឹងវាប្រហែលជាយើងសមត្ថកិច្ចគេនឹងវិភាគហើយថាតើបើសិនជាគួរមានការអនុញ្ញាតពីចក្រមពីបរិញ្ញាអញ្ចឹងមានការសំទោសមានការចូលរួមអញ្ចឹងគាត់បាច់ជារងចាំហ៎បាទរងចាំទៅយើងគឺយើងអាចពាត់សិនទៅយើងអាចប្រយ័ត្នប្រយែងសិនទៅដើម្បីយើងឲ្យបរិញ្ញាចេញទៅការឆែកឆេរមិនការឲ្យចូលរួមបើយើងបរិញ្ញាចូលរួមបាត់មើលជាក់ស្ដែងណាយើងអាចចូលរួមអីចឹងទៅព្រោះកន្លែងឋាននេះទូវាយើងការគាត់អាចថាប៉ះពាល់ដល់ការសាយរបស់គេណាបាទនឹងព្រោះច្បាប់បញ្ហាខ្ញុំនិយាយអញ្ចឹងណានៅក្នុងក្រមនីតិវិធីពុំមិនតាន់ដូចជាមាត្រាខ្ញុំមិនច្រឡំទេប្រហែលជាមាត្រា91ឬក៏មាត្រា113ហ្នឹងគឺមានចែងទៅនឹងបញ្ហាការឆែកឆេរហ្នឹងណាគេហាមរឿងបញ្ហាឋាននេះទូហ្នឹងមិនមានសិទ្ធទៅបំពេញធ្វើពេលផ្ដាស់ហ្នឹងណាអញ្ចឹងយើងប្រហែលជាស្ថិតនៅការវិភាគឬយើងអាចនិយាយងាយស្អាប់ទៀតថាវាស្ថិតនៅឆន្ទានុសិទ្ធិរបស់អ្នកអនុវត្តច្បាប់ទៅណាគិតមើលទៅធ្វើម៉េចណាតែក៏មានកោការណាច្បាស់លាស់គេនឹងធ្វើតាមហ្នឹងទៅបាទអរគុណលោកមេធាវី
បាទគ្រាន់តែយើងពិភាក្សាវិញតែផ្លូវច្បាប់ហើយដើម្បីឲ្យមានការយល់ដឹងនិងការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាពកាលណាយើងអនុវត្តច្បាប់មានប្រសិទ្ធភាពត្រឹមត្រូវល្អទៅក៏វាកាត់បន្ថយនៅទំនាស់ក្នុងសង្គមយើងបានច្រើនថាមិនសូវឈឺក្បាលដោយសាររឿងឆ្លោះគ្នារឿងមិនយល់ច្បាប់នេះបាទបើយល់ច្បាប់ទាំងអស់គ្នាប្រជាពលរដ្ឋគឺថាគោរពច្បាប់ឈប់ខុសអញ្ចឹងខាងនគរបាលយុទ្ធធរហ្នឹងគាត់ក៏ធូរដែរមិនសូវមានការងារអីរវល់ច្រើនអញ្ចឹងណាបាទមិនសូវរវល់ច្រើនបាទអញ្ចឹងខ្ញុំសូមអានសំណួរទី3ជូនលោកមេធាវីចំនួននេះក៏បងប្អូនប្រជាពលរដ្ឋលោកផ្ញើមកដែរបាទឥឡូវទី3ចុះគាត់សួរថាចុះបើមានអ្នកដែលមិនមែនជាសមត្ថកិច្ចចូលមកក្នុងលំនៅឋាននាងខ្ញុំស្រែកឡូឡានិងឆ្កាដៃឆ្កាជើងរោគវាយនាងខ្ញុំទោះជានាងខ្ញុំសុំឲ្យគាត់ចេញទៅក្រៅវិញគាត់មិនចេញតើនេះជាអំពើរំលោភរំនៅឋានដែរឬទេរំលោភលំនៅឋានបាទដែរឬទេចប់មាត់សំណួរនេះខ្ញុំសូមអានឡើងវិញដាក់ថាចុះបើមានអ្នកដែលមិនមែនជាសមត្ថកិច្ចចូលមកក្នុងលំនៅឋាននាងខ្ញុំស្រែកឡូឡាឆ្កាដៃឆ្កាជើងរោគវាយនាងខ្ញុំបាទទោះជានាងខ្ញុំសូមឲ្យគាត់ចេញទៅវិញក៏គាត់មិនចេញតើនេះជាអំពើរំលោភលំនៅឋានដែរឬទេបាទសំណួរនេះក៏ខ្ញុំតែងតែទទួលបានដែរលោកបាទហេតុបានខ្ញុំនិយាយអញ្ចឹងជួនកាលគាត់សួរយើងម្ចាស់សំណួរសំទោសខ្ញុំនិយាយមិនឲ្យប៉ះពាល់ម្ចាស់សំណួរដែរជួនកាលគាត់អាចមានសួរក្នុងពេលដែលគាត់ជួបហេតុការណ៍ផ្សេងក៏អាចថាបានប៉ុន្តែខ្ញុំគ្រាន់ថាជាគោលការណ៍ដែលខ្ញុំតែងជួបដែរណាជួនកាលសមត្ថកិច្ចជួនកាលរឿងប្រជាពលរដ្ឋណាគាត់ត្រូវចេះដែរជួនកាលបញ្ហាដែលមានអ្នកដែលមកផ្ទះគាត់សេកឡូឡាឆ្កាដៃឆ្កាជើងហ្នឹងជួនកាលវាមិនមែនមកដែលអត់មានហេតុទេអ្នកខ្លះពីច្រើនទៅទាលុយខ្ញុំយល់ច្រឡំទេអ្នកខ្លះអាចថាប៉ុន្តែនេះរឿងនេះខ្ញុំដឹងតែគាត់ចាស់សំណួរមិនសួរក្នុងរឿងហេតុអីខ្ញុំអត់ដឹងទេណាសុំទោសកុំឲ្យប៉ះពាល់គាត់ប៉ុន្តែពីច្រើនខ្លះគាត់គេទៅទាលុយជេរអញ្ចឹងទៅជេរជួនកាលទៅឈូសនេះរឿងអីមួយណាទៅឡូឡាទៅជេរអីចឹងទៅហើយជួនកាលគាត់ក៏ខឹងថាថ្ងៃអ្នកឯងមិនហ៊ានទៅឡូឡាខ្លាំងខ្ញុំដេញអីចេញពីផ្ទះខ្ញុំអីអ្នកឯងអីយ៉ាងមើលជួនកាលនោះរវាយទៅទៀតអីវាមានដែរវាមានដូចអំពើដូចសំណួរដែលគាត់សួរហ្នឹងបាទពិតជាមានហើយក៏ខ្ញុំតែងតែគេសួរសំណួរខ្ញុំអញ្ចឹងមែនសួរច្រើនលោកប្រហែលជាអាចតាក់ទងមួយម្ចាស់បំណុលនិងកូនបំណុលឬក៏រឿងផ្សេងទៀតក៏មានដែរតាក់ទងនឹងរឿងផ្សេងទៀតក៏វាអាចកើតមានដែរពេលហ្នឹងយើងខ្ញុំសូមឆ្លើយដោយខ្លីឆ្លើយដើម្បីជាការងារផ្លូវច្បាប់ឆ្លើយទៅខាងផ្លូវច្បាប់ណាសូមឆ្លើយនិយាយថាតាក់ទងនឹងបញ្ហាការរំលោភលំនៅឋាននេះគាត់សួរតើនេះជាអំពើរំលោភលំនៅឋានដែរឬទេខ្ញុំជឿហើយថាក្នុងច្បាប់របស់ថ្ងៃយើងមានមាត្រាមួយតាក់ទងនឹងបញ្ហាបទល្មើសរំលោភលំនៅឋានពាក្យរំលោភនៅឋានហ្នឹងយើងនិយាយងាយយល់ចង់និយាយថាយើងចូលផ្ទះគេដោយខុសច្បាប់បាទចូលកន្លែងទីតាំងគេស្នាក់នៅដោយខុសច្បាប់ណាបាទអញ្ចឹងខ្មែរយើងក៏នៅចែកដែរថាបើពាក្យផ្ទះសំដៅទៅលើតែទូផ្ទះកន្លែងដែលជាកន្លែងបិទចិត្តមួយណាបាទប៉ុន្តែបើប្រើពាក្យលំនៅឋានវារំទលាជាងជួនកាលក្នុងបរិវេណរបងផ្ទះជុំវិញផ្ទះទាំងអស់ហ្នឹងកន្លែងស្នាក់នៅហ្នឹងរស់នៅហ្នឹងគេអាចហៅលំនៅឋានហើយលំនៅឋានបាទរំទលាជាងទាំងសួនច្បារអីទាំងអស់បាទក្នុងនោះអញ្ចឹងបាទចឹងលំនៅឋានគឺវាទោះបីចូលមកសួនច្បារមកផ្ទះស្រែកឡូឡាហ្នឹងគាត់ក៏លំនៅឋានដែរចូលរបងគេហើយចូលផ្ទះគេហើយចាត់ទុកលំនៅឋានគេហើយបាទអញ្ចឹងវារំទលាដែរនេះយើងវិភាគអាហ្នឹងបន្តិចចុះហើយច្បាប់គេមានកំណត់ថាម៉េចថាជនទាំងឡាយណាដែលយើងបានចូលទៅក្នុងលំនៅឋានរបស់គេដោយមានការគំរាមកំហែងដោយការប្រើហិង្សាឬក៏ដោយការចេតនាលួចចូលទៅដោយម្ចាស់គេមិនអនុញ្ញាតមិនអនុញ្ញាតបាទជនអនុញ្ញាតហ្នឹងគឺត្រូវទទួលទោសត្រូវមានទោសហើយបើខ្ញុំមិនភ្លេចទេគឺទោសដូចជាពី1ខែទៅ1ឆ្នាំហើយទាំងវិន័យជាប្រាក់ពី1សែនទៅ2លានរៀលអញ្ចឹងចង់និយាយថាជនដែលយើងទៅរំលំនៅឋានគេហ្នឹងគឺត្រូវមានទោសពី1ខែទៅ1ឆ្នាំទាំងថាទាបបំផុតអាច1ខែខ្ពស់អាច1ឆ្នាំហើយនឹងថែមពិន័យផងដាក់ពិន័យផងគឺពី1សែនទៅ1លានរៀលបាទហើយខ្ញុំចង់ជំរាបឆ្លើយទៅនឹងសំណួរនឹងឲ្យអស់តិចអស់ចិត្តបន្តិចគាត់ថាគេនឹងមកនឹងគឺមកស្រែកឡូឡាទៀតពាក្យឡូឡាទៀតណាបាទហើយនឹងបានឆ្កាដៃឆ្កាជើងរវាយទៀតអញ្ចឹងវាជារឿងមួយដែលយើងខ្ញុំបាននិយាយពីសំណួរទី1ដែរឆៅផាក់ផែនេះថាបើសិនជាគាត់មកនឹងគាត់ឡូឡាគាត់ជេរបចោអីយ៉ាងម៉េចអានោះគឺគាត់មានបទល្មើសមួយថ្មីគឺបទជេរប្រមាថអីចឹងទៅយើងអាចដឹងគាត់ពីបទជេរប្រមាថបាទហើយបើសិនជាគាត់នឹងរវាយយើងប្រើហិង្សាលើយើងបានអីយ៉ាងម៉េចមានផុសតាងគាត់ប្រើហិង្សាប្រើអីអានោះវាជារឿងមួយបទល្មើសហិង្សាហើយសប្តាហ៍មុនខ្ញុំបានបកស្រាយពីបទល្មើសសំណួរមួយចំនួនតាក់ទងនឹងបញ្ហាហិង្សាហើយបាទអញ្ចឹងខ្ញុំគិតថាដោយសារតែពេលវេលាដល់កំណត់ទៅហើយ
ចឹងខ្ញុំនឹងបន្តសំណួរនេះទៅវគ្គក្រោយទៀត សប្តាហ៍ក្រោយ បាទទៅសប្តាហ៍ក្រោយទៀត បាទបាទ បាទសូមអរគុណលោកមេធាវី បាទបាទ សូមអរគុណទស្សនិកជនដែលតាមដានទស្សនាហើយយើងនឹងបន្តសំណួរនេះទៅសប្តាហ៍ក្រោយទៀតសូមអញ្ជើញតាមដានទស្សនានៅសប្តាហ៍ក្រោយជាមួយលោកមេធាវីទីយាវសម្រាប់ពេលនេះខ្ញុំបាទជួនធូជាមួយលោកមេធាវីសូម